สุดทิ้งโอนกับแค่ล่างนะกับแค่ล่างบ่មានកាក់អីអូនឃ្លានខ្លាំងពេកហាងើយគេងក៏គេងទៅអូនមិនដែរអូយកផ្ទះអូនណាហេតុអីក៏បងទិញផ្លូវមន់បងដឹងថាវាថ្លៃដែរទេយប់នេះមកធ្វើការថែបម៉ោងលោកតកែគាត់ទិញឲ្យទេអូនចុះបងមិនញ៉ាំទេបងញ៉ាំរួចហើយលោកតកែគាត់ឲ្យពីដុំមកបងញ៉ាំមួយអូនញ៉ាំមួយអូនញ៉ាំទៅណាលោកបាទជំរាបសួរលោកតកែអូបានលោកតកែបានអូនណាមិញលោកតកែខលមកបងគាត់ឲ្យបងទៅជាមួយគាត់ទៅចុះកុងត្រាគម្រោងធំមួយណាអូនគាត់ឲ្យបងទៅជាមួយអូនរកចាំបងណាតែប្រហែលឆ្នាំទៀតទេជីវិតអូនលេងលំបាកទៀតហើយណាល្អណាស់បងសុឡាងបងសុឡាងសុធីងអូនណាបងទៅជាមួយតកែរកប្រាក់ពេលបងត្រឡប់មកវិញបងនឹងសង់ផ្ទះធំមួយទុកឲ្យអូននៅផ្ទះឬទេអូនថែរក្សាខ្លួនបានល្អណាអូនជួយមើលម៉ាក់បងជួយមើលបងផងណាឬទេបងក៏មករាប់អីចាំអូនមើលថែបានល្អនេះអូនបានស្កាពងមន់ទុកឲ្យបងញ៉ាំបងจะវាទុកគ្រាន់ញ៉ាំតាមផ្លូវពេលបងឃ្លានណាអូខេចៅបងលីហើយណាសូឡាងអូនរងចាំបងណាចាំបងត្រឡប់មកវិញបងណាផ្លែកន្លែងនេះមើលទៅដកសិលល្អសោះអូបងគិតថាអីទៅអូណែអូនណាភ្លក់មើលនេះឯងសម្រាប់ទេអីមិនអីទេលោកតកែចាំចប់សិនចាំសម្រាប់ល្មងមកបានតែប្រយ័ត្នបាក់កម្លាំងណាអត់អីទេបាទសុធីងអូនបងនៅនេះសុខសប្បាយទេអ្នករងការងារជាមួយបងគេស្រឡាញ់រាប់អានបងណាលោកតកែតែងតែបារម្ភសួរសុខទុក្ខគ្រួសារទាំងដែរគាត់អរគុណបងដែលបងខំធ្វើការបន្តិចទៀតជីវិតពួកយើងលេងលំបាកហើយអូននឹងរងចាំបងត្រឡប់មកវិញណាម៉ែកូនទៅដល់ទឹកមកវិញហើយកូនទៅចំអិនម្ហូបហើយប្រតនាសិបសិនបងតាមតន់ឡើយសុធីងអាសុធីងនៅផ្ទះអត់នឹងអេបងស្រីមានកាអីអូមែនហើយនេះសម្បត្តិស៊ូឡាងគេផ្ញើឯងបងស្រីបងសុំនិយាយបន្តិចបានទេឯងគួរតែឈប់រងចាប់មិត្តប្រុសឯងទៅបងឮថាគេរលួយបានណាស់គេលេងត្រូវការឯងហើយឯងគិតមើលឯងទទួលតែអាសបុតអញ្ចឹងរហូតទៅបងស្រី
ពេលបងទៅទទួលសម្បត្តិរត់ដងបងមិនបានឃើញអីផ្សេងនៅក្នុងសម្បត្តិក្រៅពីលុយអត់មានអីផ្សេងទៀតទេអត់មានទេបងមិនបានបើកវាមើលទេឯងមើលទៅគេចាស់រៀងរាល់ខែគេផ្ញើលុយឯងតែប្រហែល100នឹងសូម្បីតែពាក្យ2-3ម៉ាត់ក៏គ្មានផងបើបងវិញបងបដូរចិត្តតាពីយូរហើយបងស្រីឈប់និយាយទៅបានទេបងស៊ូឡាងគាត់មិនមែនជាមនុស្សបែបហ្នឹងទេខ្ញុំជឿជាក់លើគាត់បានស្រេចតែឯងទៅច្រើនថ្ងៃកន្លងមកហើយហេតុអីក៏គ្មានសរសេរពាក្យស្អីមួយឃ្លាសញ្ចឹងសូម្បីតែពាក្យសួរសុខទុក្ខក៏គ្មានបងទៅជាមួយតកែរកប្រាក់ពេលបងត្រឡប់មកវិញបងនឹងសង់ផ្ទះធំមួយទុកអូតើបងពិតជារងចាំចាំពីសន្យាពីដែលបងថាបងស៊ូឡាតែពេលណាទៅបងត្រឡប់មករកអូនវិញតាមបងមកស៊ូឡាបងឲ្យអូនរងចាំបងបានសន្យាជាមួយអូនច្បាស់ណាស់សុទ្ធធីងអូពីឆ្នាំកន្លងមកហើយលោកតកែបងគាត់យកចិត្តទុកដាក់នឹងបងខ្លាំងណាស់តែបងនៅមិនទាន់បានទទួលដំណឹងអ្វីសោះពីអូននៅឡើយទេបងនឹកអូនខ្លាំងណាស់រងចាំតែបន្តិចទៀតទេបងនឹងត្រឡប់ទៅរកអូនហើយណាស៊ូឡាងប្រហែលឆ្នាំមកនេះឯងបានខិតខំធ្វើការតាមការណែនាំរបស់ខ្ញុំមានគម្រោងមួយបើកសាខាថ្មីមួយទៀតខ្ញុំនឹកថាឯងមានសមត្ថភាពអាចគ្រប់គ្រងវាបានចាប់ពីពេលនេះទៅសាខាថ្មីហ្នឹងទុកឲ្យឯងជាអ្នកកាន់កាប់ហើយណាសុទ្ធធីង5ឆ្នាំមកហើយទីបំផុតបងបានសម្រេចគោលដៅហើយពេលនេះបងចង់ស្រែកឲ្យខ្លាំងថាបងត្រឡប់មករកអូនវិញហើយសុទ្ធធីងអូនបងស៊ូឡាងបងមែនទេសុទ្ធធីងភ្នែកអូនកាត់អីហ្នឹងក្រោយពេលបងចាក់ចេញទៅអូនជុំនឹកបងរាល់ថ្ងៃស្រាប់តែភ្នែកអូនយូរទៅក៏មើលលេងឃើញវាមិនអីទេបងត្រឡប់មកវិញហើយសុទ្ធធីងចាំបងរកវិជ្ជាបណ្ឌិតបកែព្យាបាលអូនណាបងនាំអូនទៅទីពេទ្យល្បីព្យាបាលអូនបើសិនជាអាចបងសុខចិត្តបដូរកែភ្នែកបងឲ្យទៅអូនណាខ្ញុំជឿនេះបងមិនអាចឃ្លៀងអូនបានទេសុទ្ធធីងឆាកជីវិតមនុស្សយើងប្រៀបដូចជាទេវតារបស់មិនរលូនឡើយ
សុភមង្គលស្នេហាពិតគ្រាន់តែប្តីប្រពន្ធមានចិត្តតែមួយប៉ុណ្ណោះគឺបានហើយលក់រសជាតិផ្អែមល្ហែមទៅវិញជូរចត់នឹងហើររស់រៀនមានជីវិតលំបាកគឺជារឿងធម្មតា